តើអ្វីដែលលោកបានរៀនសូត្រក្នុងដំណាក់កាលទទួលបានតំណែងដ៏ធំមួយនេះសំណួរនេះជាសំណួរមួយដ៏ធំសម្បូរដែលខ្ញុំរៀនសូត្រពីសម្ដេចតេជោនោះគឺច្រើនណាស់គាត់ថាអ្វីដែលខ្ញុំសង្ខេបខ្លីជាគោលទី1ចំណុចសំខាន់បំផុតគឺការរៀនសូត្ររបស់លោកការរៀនសូត្រជាប្រចាំខ្ញុំតែងតែសម្លឹងមើលលោកទោះបីជាលោកវ័យប៉ុណ្ណឹងលោកធ្លាប់ធ្វើនាយករដ្ឋមន្ត្រីហើយលោកដឹងរឿងច្រើនលោកជួលកិច្ចការងារច្រើនប៉ុន្តែសម្ដេចតេជោគឺជានិមិត្តរូបមួយនៃអ្នកសិក្សាបាទមកដល់ពេលនេះបើទោះបីជាលោកវ័យប៉ុណ្ណឹងតិចពេលខ្លះបច្ចេកវិទ្យាបណ្ដាញសង្គមក្មេងៗល្មើមិនបានស្មើលោកទេបាទខ្ញុំនិយាយត្រង់ពេលខ្លះខ្ញុំបណ្ដាញសង្គមខ្ញុំប្រើមិនទាន់លោកទេពេលខ្លះខ្ញុំត្រូវទៅរត់ពីព្រោះថ្នាក់ដឹកនាំយើងលោកលះលឿនលើរឿងហ្នឹងអញ្ចឹងខ្ញុំត្រូវតែរៀនតាមបន្ថែមជានិមិត្តរូបមួយដែលតំណាងឲ្យការរៀនសូត្រគឺលោករៀនជាប្រចាំតែម្ដងអានស្ដាប់គ្រប់មជ្ឈដ្ឋានថាដឹកនាំកម្ពុជាមួយដែលដឹងរឿងតាំងពីលើរហូតដល់ក្រោមវាច្បាស់ណាស់ប្រទេសនេះគឺលោកជាអ្នកនាំមកអញ្ចឹងលោកដឹងរឿងទាំងអស់ហើយលោកបន្តតាមដានទាំងអស់ហ្នឹងការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានទោះបីជាតិចថាលោកអ្នកនយោបាយដែលបានសាងកម្ពុជាដល់ពេលនេះធ្លាប់ធ្វើនាយករដ្ឋមន្ត្រី38ឆ្នាំពេញខ្លួនអញ្ចឹងមិនចាំបាច់ស្ដាប់នរណាមិនចាំបាច់រៀនពីណាអត់ទេសម្ដេចតេជោគឺមានចរិតនៃអ្នកសិក្សាបាទអញ្ចឹងចំណុចនេះដែលធ្វើឲ្យខ្ញុំត្រូវរៀនតាមលោកបន្ថែមថាខ្ញុំត្រូវតែបន្តនៅការរៀនសូត្រដែលជាចំណុចស្នូលមួយចំណុចទី2គឺគុណធម៌សម្ដេចតេជោគឺជាមេដឹកនាំដែលប្រកបដោយគុណធម៌ដែលសម្បូរបានដឹងច្បាស់ណាស់ប្រជាជនខ្មែរក៏ដឹងច្បាស់ណាស់ខ្ញុំមិនចាំបាច់និយាយឆ្ងាយពីរឿងស៊ីជម្រៅឯគ្រាន់តែរឿងខាងក្រៅមួយដែលយើងឃើញជាទូទៅយើងឃើញតែក្នុងរូបភាពនយោបាយបើទោះបីជាមានអ្នកខ្លះធ្លាប់ជាប្រមាថលោកគ្រប់បែបយ៉ាងណាក៏ដោយប៉ុន្តែលោកជាមនុស្សដែលមានការអនុគ្រោះខ្ពស់បាទពេលខ្លះយើងថាម្នាក់នឹងធ្លាប់ជាប្រមាថលោកខ្លាំងហេតុអីក៏លោកអនុគ្រោះប៉ុន្តែមេដឹកនាំដែលមានគុណធម៌ហើយសម្ដេចតេជោគឺបែបហ្នឹងនៅពេលដែលលោកអនុគ្រោះលោកគឺជាមេដឹកនាំដែលមិនចេះគុំអញ្ចឹងមជ្ឈដ្ឋានណាក៏ដោយឲ្យតែរួមរស់នៅក្នុងដំបូលនៃកម្ពុជាឬក៏គិតតម្កល់ផលប្រយោជន៍ជាតិជាធំរួមរស់ជាមួយគ្នាគឺលោកតែងតែផ្ដល់នូវការអនុគ្រោះហើយគុណធម៌នេះមិនមែនត្រឹមតែជាគុណធម៌នយោបាយមួយទេបាទលោកមានគុណធម៌គ្រប់បែបយ៉ាងជាមេដឹកនាំមួយដែលដឹងទុក្ខធុរៈអ្នកនៅគ្រប់ក្រោមបង្គាប់ទាំងអស់ជាមេដឹកនាំមួយដែលដឹងទុក្ខធុរៈរបស់ប្រជាជនទាំងអស់តាំងពីកម្ពុជាដល់ក្រោមបាទពេលខ្លះយើងថាមិនក៏រឿងកប៉ិចកប៉ុកចឹងសម្ដេចតេជោដឹងដែរជាមេដឹកនាំហើយប្រទេសនេះជាប្រទេសដែលលោកសាងមកតាំងពីអត់តាំងពីឃ្លានមកតាំងពីស៊ីអត់ស៊ីឃ្លានអញ្ចឹងលោកដឹងទាំងអស់នៅគ្រប់កលុកកលៀតហើយលោកជាមេដឹកនាំបែបហ្នឹងហើយដែលលោកបង្ហាញលោកមានគុណធម៌ហើយលោកដឹងនៅទុក្ខធុរៈទាំងអស់ហ្នឹងអញ្ចឹងភាពគុណធម៌របស់លោកនេះដែលតម្រូវដែលជានិមិត្តរូបមួយដែលខ្ញុំផ្ទាល់សម្បូរសួរខ្ញុំគឺខ្ញុំផ្ទាល់ហើយអ្នកដទៃក៏បានរៀនសូត្រពីលោកច្រើនដែរទៅលើគុណធម៌របស់លោកជាគុណធម៌កម្ពុជាហ្មងដែលខ្ញុំមិននឹកស្មានដល់ជាពិសេសនៅក្នុងពេលសង្គ្រាមក៏ខ្ញុំមិននឹកស្មានពីគុណធម៌របស់លោកខ្លាំងអស្ចារ្យណាស់ពេលខ្លះពីមុនខ្ញុំនឹកឃើញតែនៅក្នុងគុណធម៌របស់លោកក្នុងចង្កោមជនជាតិខ្មែរប៉ុន្តែនៅពេលដែលមុននឹងយើងមានសង្គ្រាមជាមួយថៃលោកមិនមែនត្រឹមតែការគិតអំពីគុណធម៌ចំពោះប្រជាជាតិរបស់ខ្លួនទេប្រជាជាតិដទៃពួកលោកស្គាល់អំពីសោកនាដកម្មនៃសង្គ្រាមសោកនាដកម្មនៃជាតិមួយដែលបែកបាក់អញ្ចឹងលោកចង់ឲ្យប្រទេសដទៃដែលមានបញ្ហាស្តៀងយើងដោយអតីតកាលហ្នឹងឲ្យមានល្អប្រសើរជាដើមហើយលោកចូលរួមចំណែកជួយណាហើយលោកលះបង់ណាគ្រប់បែបយ៉ាងសម្បូរនេះជាគុណធម៌របស់លោកដែលខ្ញុំនិយាយថាមិនមែនត្រឹមតែថ្នាក់ជាតិទេគឺថ្នាក់អន្តរជាតិអញ្ចឹងជានិមិត្តរូបមួយដែលយើងត្រូវរៀនសូត្រខ្ញុំបានរៀនសូត្រពីលោកចំណុចទី3គឺតាក់ទងទៅនឹងវិន័យសម្ដេចតេជោបាទជាមនុស្សដែលមានវិន័យខ្ពស់ណាស់ជាថ្នាក់ដឹកនាំដែលមានវិន័យខ្ពស់ណាស់វិន័យនេះយើងនិយាយសាមញ្ញមនុស្សគ្រប់គ្នានិយាយបានប៉ុន្តែយើងមើលសម្ដេចតេជោខ្ញុំអាចនិយាយសម្បូរថាពេលខ្លះខ្ញុំក៏លើកឧទាហរណ៍មួយទេយើងថាសម្ដេចតេជោប្រកែកនិយាយប៉ុន្តែលោកប្រកែកនិយាយនោះវាច្បាស់ណាស់ទេពកោសល្យរបស់លោកចំណេះដឹងរបស់លោកប៉ុន្តែលោកតែងតែមានការត្រៀមខ្លួនវិន័យណាស់នៅក្នុងការងារនីមួយនៅក្នុងជាពិសេសបើលោកមានសន្ទរកថាផង
មែនយើងពេលខ្លះយើងអានធម្មតាណាលោកអានមើលខ្លឹមសារហ្នឹងហើយ note ទុកកន្លែងណាដែលគួរលោកនិយាយបន្ថែមអីជាដើម បាទ មិនបកកាយនិយាយមិនកើតឡើងមកដោយតែខ្លួនឯងទាំងអស់ហើយដោយទេពកោសលពីកំណើតទាំងអស់ហើយវាត្រូវតែមានការកំប្រឹងអញ្ចឹងវិន័យរបស់លោកនៅក្នុងការព្រឹត្តព្រៀងគ្រប់លិខិតស្នាមគ្រប់ឯកសារគ្រប់សារដែលលោកទទួលបានទាំងអស់គឺលោកតែងតែមើលដោយជាក់លាក់អត់ដែលចេះតែមើលដោយខ្ជិលទេគឺនេះជាចរិតរបស់លោកដែលយើងឃើញអំពីភាពវិន័យហើយការងារក៏ដូចគ្នាដែរការងារគឺលោកមានវិន័យខ្ពស់ណាស់ដែលយើងនិយាយថាដូច្នេះឯងបានជាហ៊ុនសែនយើងនិយាយភាសាអ្នកខ្លះណាយើងភាសាអ្នកស្រុកយើងណាសម្ដេចតេជោហ៊ុនសែនអាចដឹកនាំប្រទេសមួយនេះឲ្យមកដល់ដំណាក់កាលហ្នឹងមានសន្តិភាពមិនចម្លែកទេបើសិនជាមេដឹកនាំដែលគ្មានវិន័យមេដឹកនាំដែលគ្មានទស្សនវិស័យគឺកម្ពុជារបស់យើងមិនអាចមកដល់ពេលហ្នឹងបាន